សាប៊ូស្ពៃគឺជាសាប៊ូមួយដែលប្រជាពលរដ្ឋយើងនៅបច្ចុប្បន្ននេះពេលនិយមប្រើមែនទែនពីព្រោះគឺជាផលិតផលរបស់ខ្មែរស្នាដៃរបស់ខ្មែរប៉ុន្តែឥឡូវនេះពុកម៉ែបងប្អូនអរគ្នាមន្ត្រីជំនាញគឺបានចោះបង្ក្រាបជាមួយនឹងករណីខ្លាយបន្លំផលិតផលជាមួយនឹងម៉ាក់សាប៊ូស្ពៃហ្នឹងបងប្អូននៅក្នុងវីដេអូនេះដែរពុកម៉ែបងប្អូនអរគ្នាកំពុងតែប្រើប្រាស់នេះពេលបច្ចុប្បន្នហ្នឹងដោយសារតែមានជនជាតិចិនបានលួចបន្លំផលិតជាមួយនឹងសាប៊ូស្ពៃខ្លាំងៗដើម្បីយកលក់បោះចែកចាយតាមទីផ្សារបងប្អូនអរគ្នាហើយឥឡូវនេះគឺត្រូវមន្ត្រីជំនាញពួកគាត់បានចោះបង្ក្រាបបានហើយជាជនជាតិចិនដែលទីតាំងដែលពួកវាបានផលិតសាប៊ូស្ពៃខ្លាំងៗហ្នឹងគឺនៅខាងខណ្ឌបឹងកេងកងរាជធានីភ្នំពេញនឹងឯងបងប្អូនអរគ្នាឥឡូវហ្នឹងត្រូវបានមន្ត្រីជំនាញចោះចាប់បង្ក្រាបបានដើម្បីបញ្ជូនវាយកទៅដាក់ទោសតាមផ្លូវច្បាប់អញ្ចឹងទៅអញ្ចឹងសូមពុកម៉ែបងប្អូនអរគ្នាប្រុងប្រយ័ត្នឲ្យមែនតើពាក់ព័ន្ធជាមួយនឹងករណីរបស់ប្រើប្រាស់បច្ចុប្បន្ននេះពីព្រោះមានផលិតផលខ្លាំងៗច្រើនមែនតើបងប្អូនដែលកំពុងតែវាយលុកក្នុងទីផ្សារបន្លំជាមួយនឹងផលិតផលដែលល្អពិតៗបងប្អូនដូច្នេះបងប្អូនអរគ្នាកុំអាចនិយាយថារបស់ដែលថោកដែលតម្លៃទាបបងប្អូនគាត់ថាល្អអត់ទេភាគច្រើនគឺអាចនឹងជាផលិតផលខ្លាំងៗចា៎